and you're gonna have to deal with the consequences of your actions and the consequences of your choices. A consequence. A consequence. We use this word to refer to a result or an effect of an action, decision, or condition. Many times you bring a consequence នឹងដើម្បីសំដៅទៅលើលទ្ធផលឬក៏អត្តពលនៃសកម្មភាពមួយការសម្រេចចិត្តមួយឬក៏លក្ខខណ្ឌមួយដែលយើងប្រើវាដើម្បីសំដៅទៅលើអ្វីដែលយើងទទួលបានបន្ទាប់ពីការធ្វើសកម្មភាពមួយដែលអាចជាការដាក់ទោសបញ្ហាឬក៏ហានិភ័យជាដើមឧទាហរណ៍ទៅទៅនឹងការសិក្សាបើសិនជាយើងលួចបើកចាក់ហើយគ្រូចាប់បានគ្រូអោយធ្លាក់នោះការធ្លាក់នឹងគឺជា consequence នៃសកម្មភាពបើកចាក់នឹងឧទាហរណ៍ជាក់ស្ដែងជាភាសាអង់គ្លេស if you don't study the consequence is failing the exam many times បើសិនជាអ្នកមិនរៀនទេលទ្ធផលឬក៏ផលដែលអ្នកទទួលបានគឺការប្រឡងធ្លាក់ឧទាហរណ៍មួយទៀត they faced harsh consequences for breaking the law many times ពួកគេបានប្រឈមមុខជាមួយនឹងលទ្ធផលឬក៏បញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់ការបំពានច្បាប់យើងអាចប្រើពាក្យ consequence នឹងដើម្បីសំដៅទៅលើលទ្ធផលឬក៏អត្តពលនៃការធ្វើអ្វីមួយបានទាំងវិជ្ជមាននិងអវិជ្ជមានប៉ុន្តែភាគច្រើនយើងប្រើវានៅក្នុងន័យបែបអវិជ្ជមាន